ភាពបរាជ័យរបស់ថៃในការបង្ហោះផ្កាយរណបដែលជាកិច្ចសហប្រតិបត្តិការរវាងឥណ្ឌាថៃមិនទទួលបានជោគជ័យតាមផែនការគ្រោងទុកនោះទេវាជាសញ្ញាមួយបង្ហាញថាថៃកំពុងទទួលនៅភាពអន្តរាយឬក៏ជាបាបកម្មនៃការបំផ្លិចបំផ្លាញព្រះវិស្ណុដែលជាព្រះនៅក្នុងដួងចិត្តរបស់ប្រជាជនឥណ្ឌាឬក៏អាចយើងគិតថាវាជាផែនការបង្អាក់បង្អួរនៃបច្ចេកទេសរបស់វិស្វករឥណ្ឌាណាដើម្បីចឹងទៅហើយទំហំទឹកប្រាក់ដែលខាតបង់នោះគឺមានខ្ទង់ប្រហែលជា7,800 លានបាតបើគិតជាទឹកប្រាក់ដុល្លារនោះវាប្រហែលនឹង226 លានដុល្លារច្រើនណាបើទុកយកទៅទិញនៅយន្តហោះចម្បាំង S35 អាចបាន3គ្រឿងទៅ4គ្រឿងតាម version ខ្ពស់ version ទាបហ្នឹងច្រើនភាពអន្តរាយរបស់សៀមវាចូលមកបដាបដា